នេះខ្ញុំរកឃើញអប្សរាដែលខ្ញុំចេញថ្មិញអ្វីដែលសំខាន់ថ្មកលាក់ដែលបងប្អូនឃើញនេះគឺជាថ្មបំណែកផ្សេងគ្នាយកមកដាក់បន្ទប់ជាប់គ្នាឥឡូវជាប់ដូចគេផ្សារអញ្ចឹងហើយការពីជំនាន់មុនមានសំងមកពីណាគិតមើលសំខាន់លូហ្នឹងមានចម្លាក់ទៀតបងប្អូនឃើញអត់បងប្អូនមកលេងសៀមរាបធ្លាប់តែជិះឡានជិះម៉ូតូជិះកង់ឬមួយក៏ផាសស្អែបទៅលេងអង្គរអញ្ចឹងណាឥឡូវខ្ញុំមកដល់សៀមរាបហើយទីតាំងដែលខ្ញុំកំពុងតែដើរនេះយើងចេញពីផ្សារចាស់នៅជិតថាប់ស្ទ្រីតណាហើយបើយើងវាស់គីឡូពីនេះទៅដល់អង្គរតូចវា6គីឡូកន្លះអញ្ចឹងថ្ងៃហ្នឹងសម្រាប់ចិត្តថាដើរជើងទៅដើម្បីសាកថ្មជីវិតហើយក៏ចង់ដឹងថារសជាតិក្នុងការដើរពីនេះទៅនោះ6គីឡូកន្លះហ្នឹងវាសប្បាយប៉ុណ្ណាចាំតាមដានមើលទាំងអស់គ្នាបន្ទាប់ពីដើរអស់ចម្ងាយប្រហែលជា600ម៉ែត្រឥឡូវខ្ញុំមកដល់ស្ពានព្រះអង្គជ័យព្រះអង្គចោមហ្នឹងបន្ទាប់ពីខ្ញុំដើរអស់រយៈពេល2ម៉ោងឥឡូវខ្ញុំធ្វើដំណើរមកដល់ប្រាសាទអង្គរវត្តហើយគិតលុយអស់9000ទៅហ្នឹងហើយបន្ទាប់ពីខ្ញុំដើរពីសៀមរាបផាប់ស៊ីតមកដល់អង្គរឥឡូវហត់ខ្លាំងពេករកកន្លែងញ៉ាំបាយសិនណាហើយដូចបងប្អូនឃើញអញ្ចឹងនៅកន្លែងញ៉ាំបាយនេះមានច្រើនមុខមែនតើស្អាតថាយើងពិបាកសម្រាប់ចិត្តក្នុងការរើសណាបាទហ្នឹងហើយលើកមកហើយខ្ញុំក៏យកផ្លូវមាត់នេះមកផ្លូវទៅមកតែម្នាក់ឯងអត់មានអ្នកញ៉ាំផងកំងច្រើនពេកក៏មិនកើតហើយឥឡូវខ្ញុំញ៉ាំបាយហើយហើយកន្លែងគេក៏គេអត់គិតលុយខ្ញុំដែរដោយសារគេឃើញខ្ញុំធ្វើវីដេអូគេឃើញខ្ញុំញ៉ាំអញ្ចឹងណា11000ទឹកលុយហ៎បង11000ណាហ្នឹងហើយតែចេញធ្វើ vlog លើកទី1សំបីតបាយក៏គេ free ដែរប្រាសាទអង្គរវត្តខ្មែរយើងស្អាតណាស់បងប្អូនអើយមានពេលទនេមកលេងណាបងប្អូនសាកសម័យមើលបើសិនជាយើងគឺជាមនុស្សនៅក្នុងសម័យអង្គរហើយនៅសុកស្រាប់តែព្រះរាជាបានប្រាប់ឲ្យយើងនឹងសាងសង់ប្រាសាទដ៏ធំអញ្ចឹងហើយឲ្យមនុស្ស10000នាក់ដើម្បីជួយតើយើងមានសមត្ថភាពអាចធ្វើបានអត់ខ្ញុំនិយាយមែនណាចេញធ្វើ vlog លើកទី1មែនតែដើរចូលមកដល់អង្គរហ្នឹងគេសុំថតព្រាតនោះពួកគាត់សុំថតតែខ្ញុំមិនឲ្យថតព្រាតឈរថតច្រើនគ្នាសុំថតយើង idol អញ្ចឹងមកប៉ុស2000បាញ់ចូល Telegram ហើយដើរមកដល់អង្គរស្អាតណាស់បងប្អូនអើយតិចចិត្តតិចបេះដូងមកដល់កន្លែងនេះក្តៅតែខ្លួនទេព្រោះមេឃវាបើកថ្ងៃដែរបងប្អូនមានឃើញអត់គ្រាន់តែខ្ញុំលូថាមេឃក្តៅប៉ះស្បែកនៅហ្នឹងឥឡូវមេឃភ្លៀងហ្នឹងមិនមែនខ្ញុំចាក់ទឹកទេភ្លៀងមែនណាបងប្អូនមានចាប់អារម្មណ៍អត់ពេលដែលបងប្អូនមកលេងអង្គរវត្តឃើញចម្រឹងបងអួចគឺស្មើល្អខ្លាំងមែនតើបើខាងស្រុកគេវិញគេអត់គេស្ទើរតែមិនជឿថាកាលពីជំនាន់មុនហ្នឹងយើងអាចធ្វើដៃបានល្អដល់ថ្នាក់ហ្នឹងតាមពិតទៅនៅក្នុងអង្គរតូចយើងនេះគ្រាន់តែចម្លាក់ហើយនឹងរចនាបថផ្សេងដែលរៀបចំនៅក្នុងអង្គរតូចនេះរៀបរាប់មួយខែរៀបរាប់មិនអស់ផងច្រើនទាំងរូបចម្លាក់ទាំងអប្សរាតាំងពីរចនាបថចម្លាក់ផ្សេងហ្នឹងគឺច្រើនហើយអស្ចារ្យខ្លាំងមែនទែនហើយឥឡូវនេះខ្ញុំកំពុងតែដើរសំដៅទៅរកទីតាំងកន្លែងគេថាថតហើយឃើញទេសភាពស្អាតដោយរូបគំនូហ៎ដើរមកដល់កន្លែងនេះខ្ពស់តចុះទៅក្រោមហើយចាំតិចទៀតខ្ញុំចុះទៅក្រោមវិញគិតទៅខ្ញុំមកលេងអង្គរវត្តរាប់ភ្លេចខ្ញុំមកតាំងពីខ្ញុំនៅទូចញេបដឹងក្តីតិចប៉ាម៉ាក់នាំមកហើយកាលនោះផ្លូវពិបាកមិនស្រួលដល់ឥឡូវមកពីរតនគិរីជិះតាំងពីព្រឹករហូតដល់យប់ជ្រៅបានដល់ហើយឥឡូវផ្លូវស្រួលហើយយើងជិះតែ6ម៉ោង7ម៉ោងបើសិនជាអត់ស្ទះ
យើងជិះតែ6ម៉ោងឯពីរតនគិរីមកសៀមរាបបើផ្លូវរៀងស្ទះអាច7ម៉ោងឯអញ្ចឹងទៅហើយពេលបងប្អូនមកលេងអង្គរវត្តបងប្អូនមានឆ្ងល់ថាហេតុអីគ្រប់ប្រអួចតែងតែមានចម្រឹងធ្វើចម្រឹងដើម្បីអីចម្រឹងហ្នឹងបើតាមខ្ញុំយល់គឺធ្វើដើម្បីលំអហើយបើផ្ទះយើងវិញធ្វើប្រអួចបិទចិត្តបាត់ហើយគ្មានបានលំអអញ្ចេះទេលោកយាយបញ្ចុនម៉ែណាលោកយាយ78យ៉ាចា78អូហើយដើរពីណាមកវិញដើរពីខាងណាមកដើរពីខាងចិត្តមកដើរពីខាងមុខមកដល់ក្រោយឥឡូវដើរបកទៅវិញអូហត់តែលោកយាយទៅយ៉ាទុនចកែអូសំបីតែខ្ញុំក្មេងហ្នឹងនៅហត់ខ្ញុំដើរតាំងពី Pub Street មកសាចាស់បាទឥឡូវដើរតទៀតនេះទេសភាពដែលខ្ញុំកំពុងទៅដើរទៅរកកន្លែងដែលគេថាថតស្អាតដោយរូបគំនូរណាទៅចិត្តដល់ហើយបើតាមខ្ញុំចាំបានច្រកដែលយើងដើរទៅខាងវត្តយើងឃើញប្លង់ថតដោយរូបគំនូរហ្នឹងកាលពេលដែលខ្ញុំនៅតូចផ្លូវកន្លែងនេះគឺអាចដើរបានប៉ុន្តែឥឡូវថ្មវារៀងសឹកហើយវារៀងចោតខ្លាចភ្ញៀវទេសចរជាតិនិងអន្តរជាតិមានគ្រោះថ្នាក់អញ្ចឹងទៅខាងអប្សរាក៏គាត់រៀបចំចដើនេះឲ្យយើងងាយស្រួលក្នុងការដើរហើយកុំឲ្យសឹកថ្មផងអូយមកចំមេឃភ្លៀងល្អខ្លាំងមែនទែនឥឡូវយើងទៅមើលកន្លែងប្រហូរទឹកអង្គរវត្តរបស់យើងមានកម្ពស់ខ្ពស់ហើយមានច្រើនជាន់អញ្ចឹងបុព្វបុរសបានរៀបចំលូប្រហូរទឹកពីខាងលើដល់ខាងក្រោមដោយមិនមានការស្ទះទេរយៈពេលរាប់ពាន់ឆ្នាំពិតជាអស្ចារ្យខ្លាំងមែនទែនឥឡូវបានមេឃភ្លៀងយើងដើរទៅមើលកន្លែងប្រហូរទឹកទៅដល់ឥឡូវចាំផ្លែតកុំដកហើមនេះឃើញមួយលូប្រហូរទឹកយើងឃើញមួយអស្ចារ្យខ្លាំងមែនតើប្រទះខ្ញុំនេះស្ទះលូរាល់ថ្ងៃហ្នឹងផ្ទះតែ4ម៉ែត្រ4ជ្រុងផងអញ្ចឹងបានថាបុព្វបុរសយើងអស្ចារ្យសង់ប្រាសាទអង្គរវត្តឡើងធំហើយរៀបប្រព័ន្ធលូមិនឲ្យស្ទះទឹកទេមិនអត់និយាយដូចខ្ញុំទេនេះប្រព័ន្ធលូសំខាន់លូហ្នឹងមានចម្លាក់ទៀតបងប្អូនឃើញអត់តែថាចម្លាក់ហ្នឹងរៀងសឹកបន្តិចមើលអត់សូវយល់ថាជាអីគេចាំមើលពេលខ្ញុំដើរជួបកន្លែងណារៀងច្បាស់ខ្ញុំថតដូនតាយើងគឺអស្ចារ្យខ្លាំងមែនទែនតាំងពីផ្លូវដើរតាំងពីលូគ្រប់កន្លែងគឺរៀបចំបានល្អឥតខ្ចោះហើយមានចម្លាក់ទៀតអូយកន្លែងនេះខ្ពស់សៀវជើងដើរខ្ញុំខ្លាចខ្ពស់ផងអ្វីដែលសំខាន់ថ្មកលាក់ដែលបងប្អូនឃើញនេះគឺជាថ្មបំណែកផ្សេងគ្នាយកមកដាក់បន្ទប់ជាប់គ្នាឥឡូវជាប់ដូចគេផ្សារអញ្ចឹងហើយកាលពីជំនាន់មុនមានសំងមកពីណាគិតមើលអស្ចារ្យអត់វីដេអូនេះខ្ញុំជក់មាត់និយាយរៀងច្រើនតិចបើសិនជាបងប្អូនមានអារម្មណ៍ថាធុញប្រាប់ម៉ាត់ទៅចាំខ្ញុំនិយាយខ្លីៗចំណែកឯស្នាមនៅលើថ្មនេះបងប្អូនមានឃើញរុនមូលនេះបើតាមឯកសារយោងគឺគេចោះវាដើម្បីញាត់ឈើហើយលើកអាហ្នឹងតាមឯកសារយោងខ្ញុំក៏កើតអត់ទាន់ដែរឯកសារថាមិនអញ្ចឹងប៉ុន្តែធៀបពិតវាអញ្ចឹងមែនបើសិនជាយើងអត់ចោះរុនដើម្បីញាត់ឈើឬមួយក៏វត្ថុរឹងដើម្បីលើកប្រើកម្លាំងគ្នាច្រើនទេគឺយើងលើកអត់រួចទេព្រោះថ្មម្ដុំនេះមិនមែនតិចតោនទេឥឡូវខ្ញុំរកឃើញកន្លែងថតស្អាតហើយបងប្អូនទាំងអស់គ្នាកន្លែងដែលគេនិយាយថាថតទៅដោយរូបគំនូរហើយក៏មានបងប្អូនប្រជាពលរដ្ឋយើងកំពុងតែឆោតថតច្រើនកកអូមាន pre wedding ទៀតអូខ្ញុំភ្លេចថាពេលខ្ញុំថតការខ្ញុំថតនៅនឹងដែរ pre wedding អត់ឡាក់ណាទៅផ្ទះវិញប្រពន្ធវាយសម្បីកន្លែងថតក៏ភ្លេចដែរហ្នឹងហើយប្លង់ហ្នឹង
អាសុំទោះកូនកន្លោះសុំថតជាប់ដោយកូនកន្លោះវាជារឿងដ៏កម្រសម្រាប់ខ្ញុំរាល់ពេលដែលខ្ញុំធ្វើដំណើរមកលេងអង្គរមេឃភាគច្រើនក្តៅបើទោះបីជាពេលខ្លះសតុំមែនតែអត់ភ្លៀងទេតែថ្ងៃនេះខ្ញុំមកចំពេលភ្លៀងអញ្ចឹងវាត្រជាក់ស្រួលមែនតើមានអារម្មណ៍ថាស្រស់ស្រាយថ្ងៃក្រោយមកទៀតម្ដងហ្នឹងខ្ញុំនិយាយដើមប៉ាខ្ញុំមួយគាត់អាសាមកលេងអង្គរហើយឲ្យតែគាត់មកគាត់ចូលចិត្តដើរដូចខ្ញុំអញ្ចឹងដើរពីមុខដល់ក្រោយតែមានថ្ងៃមួយពេលដែលគាត់ដើរមកផ្លូវវាដូចគ្នាពេកគាត់បត់ចុះបត់ឡើងក៏រកផ្លូវទៅផ្ទះអត់ឃើញដល់រកផ្លូវទៅផ្ទះអត់ឃើញគាត់ដើរចេញពីអង្គរធ្វើម៉េចឲ្យតែដើរផុតងដើរទៅជួបនៅចិត្តវត្តគាត់ថាគាត់វែងផ្លូវដូចគ្នាពេកនៅពេលដែលបងប្អូនដើរពីស្ពានហាលមកច្រកខាងជើងបងប្អូននឹងឃើញទ្វារមួយនេះច្រកចេញមួយមានរាងលយខ្លាំងមែនតើមានកលៈណាបងប្អូនឃើញអត់ស្មើទេនៅខាងស្ដាំមានកលៈលើក្រោមហើយនៅខាងឆ្វេងហ្នឹងរាងកោងខាងក្រោមរាងប៉ោងបន្តិចខ្ញុំក៏អត់ដឹងថាមូលហេតុអីបានជាបុព្វបុរសយើងធ្វើអញ្ចឹងដែរនៅឃើញហើយបងប្អូនតាមពិតកន្លែងហ្នឹងគេធ្វើដាក់ទ្វារឈើប៉ុន្តែឥឡូវទ្វារឈើវាបានបាត់បង់ទៅបាត់ហើយនៅសល់តែច្រកបាត់ទ្វារឈើអញ្ចឹងបាននៅសល់ស្នាមតាមពិតនៅកន្លែងហ្នឹងគឺទ្វារឈើហើយកន្លែងដែលខ្ញុំដើរនេះគឺនៅក្នុងអង្គរវត្តយើងហ្នឹងនៅជុំវិញដបូលខាងលើអ្វីដែលគួរចាប់អារម្មណ៍ជាងគេគឺអត់មានលិចទឹកទេអាយុកាលមិនមែនតិចឆ្នាំទេបងប្អូនរាប់ពាន់ឆ្នាំណាហើយដបូលអត់លិចទឹកប្រទេសខ្ញុំធ្វើបានមួយឆ្នាំលិចអស់ណាអស្ចារ្យខ្លាំងមែនទែនលោកយាយជំរាបសួរលោកយាយប្រជជនម៉ែនណាលោកយាយ76ហ៎អញ្ជើញមកពីខាងណាដែរពងធំមកលើកទីម៉ែនហ្នឹងលោកយាយអត់ដែរមកបងចាំអត់ដែរមកអូគាត់តែហ៊ានឡើងទៅទូកំពុងតែអង្គុយចាំមើលមានគេឡើងអាងឡើងដែរកូនឡើងទៅអូកូនឡើងទៅអង្គុយចាំកូនចុះមកវិញកន្លែងហ្នឹងគឺជាកន្លែងទីសក្ការៈបូជាខ្ពស់កន្លែងហ្នឹងបាទកាលពីដើមឲ្យតែព្រះរាជាហើយនឹងមន្ត្រីជាន់ខ្ពស់ទេដែលអាចឡើងទៅបានដល់ឥឡូវយើងរាជសាមញ្ញក៏អាចឡើងទៅបានដែរសំណាងហើយឥឡូវក៏និយាយដែរក្មេងវាអត់ឡើងដែរអូក្មេងពេកគេខ្លាចមានបញ្ហាចុះលោកយាយមិនបានអញ្ជើញឡើងខ្ញុំវាអត់ទៅស្រួលខ្លួនពីក្នុងផ្ទះមកថាមិនបានមកផងគាត់ដល់កូន9មកក៏មកដើរពីមុខមកចាសន្តានថាអត់បានមកប៉ុន្តែមកក៏មកដើរពីមុខមកហត់ទេលោកយាយអត់ទេធម្មតាអូអត់នេះលះហាត់ដល់ពេលមកចូលដល់ក៏ដល់ចូលក្នុងនោះតិចស្រួលមានកលាំងហ្មងតិចស្រួលមានកលាំងហ្មងហ្នឹងអង្គរវត្តសៀមរាបនេះគឺជាកន្លែងអសត់ទឹកចាខ្ញុំចូលចិត្តមកខ្ញុំមិនសើមកចានៅណាដែរខ្ញុំនៅរតនគិរីអូឆ្ងាយជាងលើបរិយាឆ្ងាយជាងព្រោះបងប្រូនមួយខ្ញុំគាត់ពីដើមគាត់ធ្វើតាហ៊ានណាគាត់នៅរតនគិរីនឹងឯងបាទបងបកកើតធ្វើគ្រូនៅមណ្ឌលគិរីអូធ្វើតាហ៊ានដូចខ្ញុំដែរអញ្ចឹងបាទខ្ញុំអ្នកលក់ត្បូងបាទដូចគ្នាអរគុណច្រើនលោកយាយជំរាបលាចាតាមពិតទៅថ្ងៃហ្នឹងគោលដៅថាឡើងទៅខាងលើតែមកដល់មេឃភ្លៀងវាត្រជាក់ត្រជុំមែនតែឡើងអត់រួចវាភ្លៀងយើងខ្លាចសើមខ្លាចល្អិលផងចាំមើលមេឃរាំងខ្ញុំឡើងទៅខាងលើហើយនៅតាមផ្លូវជុំវិញនេះយើងក៏ឃើញមានបដិមាករច្រើនខ្លាំងមែនទែនដែលអត់មានប្រកេះណាមូលហេតុខ្ញុំជឿជាក់ថាបងប្អូនដឹងមូលហេតុដែលបដិមាករអត់មានប្រកេះហ្នឹងគឺដោយសារតែមនុស្សនរកមួយចំនួនបានកាត់ប្រកេះយកទៅជួញដូរមើលទៅរូបបដិមាស្អាតតែបាត់ប្រកេះអស់នោះបងប្អូនប្រជាពលរដ្ឋយើងឡើងទៅលេងនៅខាងលើខ្ពស់ឥឡូវពួកគាត់ចុះមកវិញដោយសារតែមេឃរៀងរាំងតិចខ្ញុំតមេឃរាំងមែនទេមកខ្ញុំឡើងទៅ
ឡើងមកដល់ខាងលើយើងនឹងឃើញរូបអប្សរាច្រើនខ្លាំងមែនទែនហើយអប្សរាដែលនៅលើជញ្ជាំងហ្នឹងគឺមានការឆ្លាក់ខុសៗគ្នាតាំងពីសម្លៀកបំពាក់តាំងពីស្នាមញញឹមម៉ូដសក់គឺប្លែកៗតែម្ដងខ្ញុំមើលវីដេអូគេថាមានឃើញអប្សរាញញឹមចេញថ្មិញឥឡូវខ្ញុំកំពុងតែដើររកំពុងតែដើររអប្សរាហ្នឹងយើងក៏ឃើញកន្លែងប្រហូរទឹកមួយទៀតហ្នឹងនេះប្រហូរចេញតែអត់មានចម្លាក់ទេកន្លែងប្រហូរចេញបងប្អូនអាចមើលរចនាបថសម្លៀកបំពាក់ម៉ូដសក់ហើយនឹងគ្រឿងអលង្ការដែលអប្សរាពាក់ក្រងហៅក្រងអប្សរាក្រងវាខុសៗគ្នាម៉ូដសក់ខុសគ្នាដែរចំណែកឯម៉ូដនៅលើសពុតនេះហើយដែលគេល្បីថាមានគេកូពីចម្លងស្អាតនេះខ្ញុំរកឃើញអប្សរាដែលញញឹមចេញថ្មិញបងប្អូនឃើញអត់ញញឹមចេញថ្មិញបើអប្សរាផ្សេងទៀតញញឹមអត់មានថ្មិញទេដើរមកជុំថតអប្សរាសើមជោគលើមេឃអត់តន់រាំងទៀតប្រហែលជាអត់បានឡើងទៅខាងលើទេហើយសម្រាប់នៅថ្ងៃនេះអង្គរវត្តគឺស្អាតខ្លាំងមែនទែនខ្ញុំមកចំពេលភ្លៀងបើកថ្ងៃធ្វើឲ្យសម្រស់អង្គរវត្តស្អាតខ្លាំងមែនទែនទេសភាពស្មៅពណ៌បៃតងខ្ចីញញបន្ទាប់ពីភ្លៀងហើយមេឃស្លាស់មានអ្នកខ្លះគេនិយាយថាចេះហើយទៅមើលអីទេអង្គរបើសិនជាមើលតើមានកាយបើអត់កាយទេដូចដើរមើលដុំថ្មអញ្ចឹងហើយខ្ញុំចង់ប្រាប់ទៅវិញថាយើងពិតជាដើរមើលដុំថ្មមែនប៉ុន្តែដុំថ្មទាំងអស់នេះគឺជាដុំថ្មដែលកើតចេញពីទឹកដៃដ៏អស្ចារ្យរបស់បុព្វបុរសរបស់យើងអញ្ចឹងបើមានពេលទំនេរគួរតែមកមើលមកខ្លោងទ្វារដែលបងប្អូនកំពុងតែឃើញនេះមានឈ្មោះថាខ្លោងទ្វារទន្លេអ៊ុំសាងសង់នៅចុងសតវត្សទី12នៅច្រកខាងត្បូងកន្លែងហ្នឹងគឺនិយមខ្លាំងមែនទែនសម្រាប់ថត pre wedding ហើយ pre wedding ខ្ញុំជាមួយនឹងភរិយាខ្ញុំក៏មកថតនៅកន្លែងហ្នឹងដែរពេលរាល់ដងមកអត់ដឹងថាគេអាចឡើងទៅខាងលើបានទេតើឃើញវីដេអូជនបរទេសគាត់ឡើងទៅថតនៅខាងលើតិចទៀតខ្ញុំឡើងទៅកន្លែងហ្នឹងដែរហើយនេះគឺជាផ្លូវដែលយើងអាចឡើងទៅខាងលើខ្លោងទ្វារទន្លេអ៊ុំបានណាឥឡូវខ្ញុំឡើងបានមកដល់ខាងលើហើយខាងលើគេឲ្យយើងឡើងបានដល់ត្រឹមនេះទេទៅដល់នោះគេដាក់ហាមចូលគីឡូអាចប៉ះពាល់ខ្លោងទ្វារអញ្ចឹងយើងឈរបានដល់ត្រឹមនេះទេរូបចម្លាក់សងខាងផ្លូវដែលបងប្អូនកំពុងតែឃើញហ្នឹងគឺមានជាប់ពាក់ព័ន្ធជាមួយរឿងរាមកេរ្តិ៍រូបចម្លាក់ម្ខាងដែលកំពុងតែទាញព្រាត់ពស់នាគរាជហ្នឹងគឺជាតួអង្គទេវតាហើយរូបម្ខាងទៀតហ្នឹងគឺជាអសុរៈដែលកំពុងតែទាញព្រាត់ពស់នាគរាជដូចគ្នាតួអង្គទេវតាហើយនិងតួអង្គអសុរៈហ្នឹងទាញព្រាត់ដើម្បីកូរសមុទ្រទឹកដោះអសុរៈហើយនិងទេវតាកូរសមុទ្រទឹកដោះដើម្បីអីបើយើងនិយាយសាច់រឿងហ្មងគឺវាវែងអញ្ចឹងយើងនិយាយឲ្យខ្លីតួអង្គទេវតាហើយនិងតួអង្គអសុរៈកូរសមុទ្រទឹកដោះគឺដើម្បីយកទឹកជីវិតអមតៈបងប្អូនឃើញពេលមកប្រាសាទអង្គរមិនបាច់ជិះឡានជិះម៉ូតូអីទេដើរដូចខ្ញុំទៅយើងដើរមកពីទីរួមខេត្តមកយើងដើរមកដល់អង្គរហើយយើងដើរបន្តទៀតអញ្ចឹងយើងដើរពីព្រឹកម៉ោង5ម៉ោង6ព្រឹកទៅល្ងាចទៅយើងដើរចង់អស់ដែរអញ្ចឹងណា
rồi nhóm tới ta bà đá mê liên bà đá hot chẳng như tinh kể môi sao nó họ lại cho chăm đi chết tầm ta tiết coi là cái khinh tinh kể cái màu phim nè nham kể thế nham kể thử tập phim đã sai đó tôi thấy nhá nè ý tê mấy tôi biết mong bây là nghĩa chiến nơi sàn có bộ xoa cho một khăn mình tên vì chăm sông phải chơi hay bảo này với việc show sông chẳng về nham ấy cái nào tung chứ ngặt lẹ cho màu cái đàn nào đấy cà pi phật mình màu mà xa tại ắt sơn miền mình nữa hay là bây là nghĩa màu mà xa tiếp mà đứa chọn chiên phật mình bà sân chỉ bong ôn màu hàng trường có về để dân đào cho mà đó nóng này bong ôn đang khơi đam chơi muối để đốt slice ad khăn mình tên nơi hàng cày hàng trường á cái này ní coi chỉ plong thọt muối đây nâng ấy bong ôn đó này phải lọt ti muối bao nhôm nơi co vót bàn chọc trầm nâng ở lối bong đào từ lọt tôi vinh sừng khâm tha nâng miền lọt ti pi nâng co vót mà đón tiết hay ở con bong sấy là bàn free bài mà hộp ở nhôm mà mới một con tầm tật